ដំណឹងល្អអ្នកទាំងអស់គ្នាការប្រយុទ្ធមិញនេះគឺស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាយើងគឺបានអាណោនប្រាប់ឲ្យថាអាហារូបករណ៍មិត្តរបស់រដ្ឋាភិបាលជប៉ុនគឺគេបើកទទួលពាក្យចាប់ពីថ្ងៃហ្នឹងតទៅឲ្យអ្នកទាំងអស់គ្នាហើយសម្រាប់កម្រិតសិក្សាវិញគឺមានគ្រប់កម្រិតសិក្សាទាំងអស់ហ្មងគឺមានតាំងពីថ្នាក់បញ្ញាបត្ររងថ្នាក់បញ្ញាបត្រថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈហើយនឹងថ្នាក់សាវស្រីថ្នាក់អនុបណ្ឌិតហើយនឹងថ្នាក់បណ្ឌិតជាដើមហើយសម្រាប់អាហារូបករណ៍ហ្នឹងដែរគឺអត់ត្រូវការឲ្យអ្នកទាំងអស់គ្នាចេះភាសាជប៉ុនឬមួយក៏មានបន្ទុក IELTS ហើយសម្រាប់អត្ថប្រយោជន៍វិញក៏អ្នកទាំងអស់គ្នាមិនចាំបាច់បារម្ភដែរពួកអីគេចេញឲ្យយើងទាំងអស់ហ្មងគេចេញទាំងថៃសិក្សាឲ្យយើង100%មានទាំងប្រាក់ឧបត្ថម្ភប្រចាំខែមានតាំងពីសម្បត្តិយន្តហោះហើយនឹងការចំណាយផ្សេងៗទៀតដែរសម្រាប់មុខជំនាញសិក្សាវិញក៏មានច្រើនដែរមានតាំងពីមុខជំនាញពេទ្យមានតាំងពីផ្នែក engineering មានតាំងពី animation ហើយនឹងមានមុខជំនាញផ្សេងៗជាច្រើនទៀតពួកអីយើងមានទៅតាមកម្រិតសិក្សាហើយសម្រាប់អាហារូបករណ៍នឹងដែរគឺគេនឹងឈប់ទទួលពាក្យនៅថ្ងៃទី22ខែឧសភានេះហើយអញ្ចឹងហើយកុំឲ្យអាកាសដ៏ល្អនេះកន្លងផុតទៅប៉ុន្តែសម្រាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនមិននេះគឺគេដើម្បីយើងត្រូវធ្វើការប្រឡងសិនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រៀនវគ្គធៀមជាមួយនឹងការប្រឡងអាហារូបករណ៍មួយហ្នឹងអ្នកទាំងអស់គ្នាអាចចុះឈ្មោះរៀនធៀមជាមួយនឹង Scholar បានពួកអី Scholar ក៏មានរៀនវគ្គធៀមសម្រាប់ការប្រឡងអាហារូបករណ៍មិនដែរឬមួយក៏អ្នកទាំងអស់គ្នានៅមានចម្ងល់អ្វីបន្ថែមចង់ប្រឹក្សាយោបល់ជាមួយនឹងក្រុមការងាររបស់យើងអ្នកទាំងអស់គ្នាអាចឆាតចូល Facebook Page របស់យើងឬមួយក៏អញ្ជើញមកទីតាំងផ្ទាល់ហ្មងក៏បានដែរ